ណាខ្លះឧស្សាហ៍ឡើងពងបែកមាត់ជាប្រចាំតែសប្តាហ៍មុននេះគ្រូពងបែកមាត់ហើយមកដឹងមូលហេតុមួយចំនួនដែលធ្វើឲ្យយើងឡើងពងបែកមាត់ណាទូទៅករណីពងបែកមាត់យើងសង្កេតឃើញមានជាតបៅពាក្យពេចន៍គេហៅថាតបៅនៅក្នុងមាត់នៅលើបបោមាត់ឬមួយក៏នៅកន្លែងថ្ពាល់ភាគច្រើនហើយក៏អាចកើតនៅកន្លែងផ្សេងៗទៀតដែរនៅក្នុងមាត់ហ្នឹងអាការៈនោះជាទូទៅក្នុងមួយសប្តាហ៍បាត់ទៅវិញឯងណាអត់ត្រូវការព្យាបាលច្រើនទេប៉ុន្តែមានការរំខានមួយចំនួនប្រសិនបើយើងញ៉ាំអីចឹងទៅឈឺអីចឹងបងបែកមាត់យើងជាខ្លួនឯងទេហើយមូលហេតុមួយចំនួនដែលកើតហ្នឹងគឺសម្រាប់តែគ្រូខំមាត់ខ្លួនឯងញ៉ាំទៅខំមាត់ទៅលប៊ូទៅវាទៅជាតបៅពងបែកមាត់អ្នកទាំងអស់គ្នាមួយចំនួនដាក់ធ្លាប់ខំមាត់ធ្លាប់អីកាតាមួយចំនួនធ្វើឲ្យឡើងពងបែកមាត់ដែរការៈដែរប្រព័ន្ធភាពស៊ាំចុះខ្សោយណានៅក្នុងប្រទេសពេទ្យគឺប្រព័ន្ធភាពស៊ាំចុះខ្សោយកាលណាគេអត់គ្រប់អីអត់គ្រប់ចឹងទៅធ្វើឲ្យមានការឡើងពងបែកមាត់ណាទោះបីជាអ្នកទាំងអស់គ្នាមានថ្នាំឬក៏អត់ថ្នាំអាទិត្យបាត់ទៅវិញហើយសួរថាតើពេលណាដែលត្រូវព្យាបាលគាត់តែឡើងមកគ្រាប់ពីរគ្រាប់អីយើងអាចនឹងមានថ្នាំបន្តដើម្បីកាត់បន្ថយការឈឺទម្រាំទៅដល់ពេលដែលពងបែកមាត់នឹងជាប៉ុន្តែបើសិនជាទី1បងប្អូនឡើងច្រើនចាប់ពី3ទៅគេហៅច្រើនហើយឡើងច្រើនយើងត្រូវមានថ្នាំសម្រាប់ញ៉ាំដែរណាទី2ក្នុងករណីដែរឡើងញឹកញាប់ភ្ញៀវអ្នកគ្រូគាត់ព្យាបាលប្រហែលដងទៅគាត់ជួបអ្នកគ្រូប្រហែលដងមួយរយៈពេលទៅគាត់ជាតែសារអីពីមុនគាត់គិតថាពងបែកមាត់នឹងអត់ជាហើយមួយខែឡើងដល់តែ2ដងឡើងយូរមកហើយចៃដន្យនៅមិត្តភក្តិគាត់នាំមកជួបអ្នកគ្រូថាបញ្ហានោះដោះស្រាយបានអត់គាត់ទទួលការព្យាបាលរយៈពេលឥឡូវលែងមានឡើងពងបែកមាត់ហើយអញ្ចឹងករណីបែបហ្នឹងក៏ត្រូវទទួលជួបពេទ្យព្យាបាលដែរអ្នកគ្រូធ្លាប់ឃើញអ្នកមួយចំនួនដែលមានបញ្ហាបែបហ្នឹងគាត់គិតថាជាអីមួយដែលគាត់ថាឡើងជាធម្មតាឡើងញាប់ពេកទេមិនមែនជាករណីធម្មតាជាជំងឺដែលយើងត្រូវព្យាបាលហើយព្រោះពងបែកមាត់ឡើងយូរម្ដងឯងនៅពេលដែល traumatis បានន័យថាយើងខំយើងប៉ះតកិច្ចប៉ះមួយចំណីណាមួយដែលមានអាហារដូចមានជាតិជូរខ្លាំងវាធ្វើឲ្យមានបញ្ហារលាកទៅនឹងបបោមាត់ហ្នឹងឬក៏សាច់ក្នុងមាត់ហ្នឹងធ្វើឲ្យមានការឡើងពងបែកមាត់ខុសទៅពីបញ្ហាទាំងអស់ហ្នឹងប្រព័ន្ធភាពស៊ាំចុះខ្សោយឡើងញាប់ពេកអានឹងត្រូវព្យាបាលហើយបងប្អូនទាំងគ្នាណាហើយមានមូលហេតុខុសៗគ្នាបងប្អូនត្រូវជួបពេទ្យបណ្ឌិតពិគ្រោះហើយការព្យាបាលអ្នកមួយចំនួនគាត់គិតថាព្យាបាលជាទេតាមពិតបញ្ហានោះដោះស្រាយបានតែបញ្ហាចែកម្លែកដោយសារអ្នកគ្រូទឹកតាពងបែកមាត់ហ្នឹងមកគ្រាប់ហើយជាមួយទឹកហ្នឹងហើយអ្នកគ្រូអត់បានប្រើថ្នាំអីដោយសារនោះគឺដោយសារអ្នកគ្រូខំមាត់ហើយមួយទៀតយើងជាទៅដែរឯងអញ្ចឹងបើសិនមានបញ្ហាមកគ្រាប់អីយើងអត់បារម្ភទេបងប្អូនទាំងគ្នាដឹងហើយតែជួបពេទ្យក្នុងករណីឡើងញឹកញាប់ឡើងច្រើនណាហើយពងបែកមាត់មានច្រើនចែកចេញជាច្រើនទៀតអ្នកខ្លះឡើងតែពងបែកមាត់អ្នកខ្លះពងបែកនៅតំបន់ operation តើមានន័យថាprivate part របស់គាត់ដែលមានឡើងនៅតំបន់ហ្នឹងទៀតអាហ្នឹងរឿងផ្សេងមួយទៀតអញ្ចឹងយើងអត់កំណត់ថាគាត់ពងបែកមាត់បន្តិចហ្នឹងឡើងញាប់ឬក៏ឡើងច្រើនឡើងអីឬក៏ឡើងនៅតំបន់កន្លែងផ្សេងទៀតយើងຕົកចោលអត់ជួបគ្រូពេទ្យអាហ្នឹងក៏ជារឿងមួយដែរពុំត្រឹមត្រូវដែរអ្នកគ្រូមានidol អ្នកគ្រូដែរដែលក៏ friend របស់អ្នកគ្រូក្នុងហ្នឹងដែរណាចាគាត់បុគ្គលម្នាក់ដែរគេ popular ក្នុងបណ្ដាញសង្គមដែរគាត់ថាឡើងពងបែកមាត់ឧស្សាហ៍ឡើងពងបែកមាត់គាត់ដឹងថាគាត់កាលណាគេអត់គ្រប់អីឡើងប៉ុន្តែគាត់ឡើងញាប់ដែរហើយគាត់ថាទៅស្រុកថៃគេទៅព្យាបាលហ្នឹងទៅគេឲ្យថ្នាំសះចឹងថ្នាំសះក្នុងន័យនេះវាមានច្រើនទី1ថ្នាំដែលយើងញ៉ាំដើម្បីឲ្យឆាប់ជាហើយក្នុងអ្នកទូទៅយើងសន្មតថាជាថ្នាំសះអានឹងជារឿងមួយដែលយើងនិយាយប្រាប់គ្រូពេទ្យថាថ្នាំសះដែរប៉ុន្តែក្នុងបច្ចេកទេសពេទ្យថ្នាំសះគឺសំដៅលើអង់ទីប៊ីយោទិកមានន័យថាការយើងញ៉ាំក្នុងបច្ចេកវិទ្យាមួយដែលគ្រូពេទ្យតម្រូវឲ្យញ៉ាំបន្តមកទៀតគាត់ឧស្សាហ៍ឡើងគាត់ថាគាត់ទៅទិញថ្នាំសះញ៉ាំមកតែអត់អីទេដូចជាមិនបញ្ហាអីច្រើនប៉ុន្តែបញ្ហាគឺគាត់ឡើងញាប់ករណីរបស់គាត់នោះគឺយើងអាចព្យាបាលបានទេប៉ុន្តែបើសិនជាគាត់ក្នុងចិត្តគាត់គិតថាយើងទៅជួបគេឲ្យប៉ុណ្ណឹងក្រោយមកទៀតឧស្សាហ៍ឡើងគាត់ចេះទិញថ្នាំអញ្ចឹងញ៉ាំម្ដងម្កាលអញ្ចឹងម្ដងម្កាលអត់អីទេប៉ុន្តែគាត់មិនត្រូវប្រើប្រាស់ថ្នាំសះដើម្បីព្យាបាលដែរករណីហ្នឹងព្រោះវាអត់មានពាក់ព័ន្ធមេរោគគេទោះបីជាតំបៅក៏ដោយណាវាតកតងប្រព័ន្ធភាពស៊ាំយើងទេហើយមួយចំនួនក៏កាលណាឡើងច្រើនឡើងញាប់ក្នុងមួយខែពីរដងដូចភ្ញៀវអ្នកគ្រូហ្នឹងក៏យើងដោះស្រាយបានដែរលើគាត់លេងឡើងដែរដែលគាត់រំខានហើយគាត់អញ្ចឹងចិត្តថាប្រហែលជាអត់ជាទេមែនតើទៅគឺគាត់មើលជាណាចាអញ្ចឹងអ្នកគ្រូសុំចែកម្លែកពីបញ្ហាពងបែកមាត់ហ្នឹងក៏វាមានកម្រិតរបស់វាដែរឧទាហរណ៍ថាក្នុងកម្រិតមួយដែលយើងឡើងតិចមួយគ្រាប់ឬក៏ពីរគ្រាប់ហើយក្នុងអត់ញឹកញាប់ទេអាហ្នឹងជាធម្មតាអត់បារម្ភទេយើងខាំមាត់យើងប៉ះចំណីអាហារយើងប្រយ័ត្នចំពោះបញ្ហាហ្នឹងគូបជាមួយប្រព័ន្ធភាពស៊ាំរបស់យើងអាចញ៉ាំវីតាមីនមួយចំនួនដើម្បីជួយបើសិនបញ្ហាបានប្រសើរបងត្រូវមកជួបខាងពេទ្យណាពីព្រោះយើងមានដំណោះស្រាយសម្រាប់បញ្ហាទាំងអស់ហ្នឹងនេះក៏ជាប្រភេទមួយនៃជំងឺសើស្បែកដែរហើយគ្រូពេទ្យអាចវាតម្លៃនិងផ្ដល់ការព្យាបាលជូនក្នុងករណីដែរចាំបាច់ត្រូវព្យាបាលហើយនៅពេលដែលយើងមានពងបែកមាត់ហ្នឹងយើងក៏អាចទ្រាំញ៉ាំអីចំណីអីប៉ះឈឺក្នុងមួយអាទិត្យ10ថ្ងៃមកវិជាយើងមានថ្នាំសម្រាប់លាបដែរណាចាអញ្ចឹងការលាបថ្នាំទៅរហូតឡើងញាប់យើងកុំគិតថានឹងដោះស្រាយអត់បានជើងជួបពេទ្យខាងពេទ្យនឹងរកដំណោះស្រាយជួយមកបងប្អូនគ្នានឹងផ្ដល់ការព្យាបាលអានោះក៏ត្រូវព្យាបាលដែរចាស្ដែងភ្ញៀវដែលគ្រូក៏ជាទៅហើយដែលគាត់រំខានខ្លាំងមែនតើណាចាហើយដោយសារគាត់គិតថាអត់ជាហើយក៏ idol របស់ខ្ញុំនឹងក៏អញ្ចឹងដែរកាលណាពេលដែលអញ្ចឹងហើយគាត់ប្រើថ្នាំសាក់ទៅជាហើយតែប៉ុន្តែមែនតើទៅជួនកាលយើងអាចនឹងទៅជួបគ្រូពេទ្យដែលគាត់មើលជំងឺចម្រុះចឹងទៅទោះបីស្រុកគេក៏ដោយស្រុកយើងក៏ដោយគេផ្ដល់ការព្យាបាលជាធម្មតាផ្ដល់ការព្យាបាលជាភាសាហើយអញ្ចឹងគេបានតាមដានយើងថាលក្ខណៈរបស់យើងរំខានញឹកញាប់ប៉ុណ្ណាអីប៉ុណ្ណាអញ្ចឹងផ្ដល់ការព្យាបាលតែប៉ុណ្្នឹងហើយយើងថ្ងៃក្រោយទៅទិញថ្នាំប៉ុណ្្នឹងទៀតមកហើយប្រសិនបើជាប្រភេទថ្នាំអង់ទីប៊ីយោទិកក៏អាចនឹងប៉ះពាល់ដែរយើងព្យាបាលក្នុងករណីដែលឡើងញាប់ឡើងច្រើនណាហើយបើយូរម្ដងឡើងគ្រាប់ពីរគ្រាប់ទេបងប្អូនគ្រាន់តែសម្រាប់ឲ្យបានគ្រប់គ្រាន់និងរកថ្នាំមួយចំនួនដើម្បីលាបនៅតាមស្ថានហ្នឹងក៏ជួយឲ្យបងប្អូនជាសះស្បើយដែរដូចអ្នកគ្រូទៀតអ្នកគ្រូអត់មានផឹកថ្នាំឬក៏លាបថ្នាំអីដោយសារអ្នកគ្រូដឹងថាមួយសប្តាហ៍ជាទៅវិញហើយអ្នកគ្រូសម្រាប់គ្រប់គ្រាន់ទៅលែងអីទេតែដល់មានមូលហេតុខំមាត់ខ្លួនឯងផង
ណាទៅពីចំណៃទៅញ៉ាំអញ្ចឹងភាគច្រើនដល់អូយខំខ្លាំងណាស់ខំមាត់ខំឲ្យពងបែកមាត់តាមក្រោយមកចាហើយសម្រាប់អត់គ្រាន់ទៀតអញ្ចឹងក្នុងករណីអ្នកដែលមានពងបែកមាត់ចាកតាត្រូវព្យាបាលកតាទាំងអស់ហ្នឹងឯងដែលវានៅរ៉ាំរ៉ៃនឹងត្រូវព្យាបាលហើយនឹងពេទ្យដោះស្រាយបានបងប្អូនជាជួបខាងពេទ្យផ្សាយស្បែកដើម្បីពិនិត្យពីគ្រូណានេះហាសាមញ្ញទូចមួយដែរបងប្អូនជួបប្រទេសចាំថ្ងៃប៉ុន្តែខ្លះក៏យើងភ្លេចខ្លួនពេលខ្លះក៏គិតថាវាជារឿងធម្មតានៅពេលដែលឡើងញាប់ពេកទៅវាមិនជារឿងធម្មតាទេជារឿងដែលយើងត្រូវដោះស្រាយទៅលើបញ្ហាទាំងអស់ហ្នឹងណា